Hello fan fan ទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំចេញមកប្រទេសបងប្អូនចេញមកប្រទេសមកជិះតាមវងមូកំពង់ឆ្នាំងបងប្អូនដល់ពេលជិះដល់កំពង់ខួរកំពង់ឆ្នាំងហើយដល់ហួសបល័យបងប្អូនហួសបល័យក៏មានឡានមួយឡានពួកនេះបងប្អូនឡានពួកកុងតឺន័រអាធំបងប្អូនផ្លូវប៉ុណ្ណាណីខ្ញុំជិះកាត់ជីអែបខាងហ្នឹងបងប្អូនសោវាមកគៀយើងបើកលឿនណាបងប្អូនវាមកគៀយើងតែសំណាងស្មារតីខ្ញុំវាដឹងបងប្អូនដល់ក៏គៀចិត្តគៀយើងបើសោវាជាមួយឆ្អាមទៀតដល់យើងបងប្អូនដល់ពេលអញ្ចឹងខ្ញុំងាកឆ្កូតចេញមកក្រៅខ្ញុំដេញតាមឡាននឹងថតដែរតែថតវាថតអត់បានណាបងប្អូនថតអត់បានដេញដល់ដែរប៉ុន្តែគាត់ណាខ្ញុំដៃខ្ញុំកាន់កាមេរ៉ាវាអត់កើតខ្ញុំបើកដេញតាមវាបើកលឿនពេកបងប្អូនហើយវាបើកពីណាទៅពីពេញទៅបើជាទៅណាទៅណីទៅនេះក៏មិនដឹងដែរបងប្អូនបើទៅខាងពោធិ៍សាត់ពួកអីហ្នឹងជំនាខាងពោធិ៍សាត់ឬក៏បាត់ដំបងអីបងប្អូនឡានហ្នឹងតែបើអាវីដេអូហ្នឹងបើវាបានដឹងហើយថ្ងៃក្រោយក៏ប្រមាថជីវិតគេពេកបងប្អូនវាប្រមាថជីវិតគេវាបើកឡានវាប៉ុណ្ណាណីអាកុងតឺន័រវាមកគៀយើងម៉ូតូបងប្អូនវាប្រមាថជីវិតយើងជីវិតគេអ្នកអត់ចឹងហើយប្រមាថចឹងហើយអាងអីបុកគេទៅបានរត់ចោលឡានរត់ចោលអីទៅឲ្យមេឲ្យតកែវាមកដោះស្រាយអានឹងពាក្យហ្នឹងឲ្យប្រមាថជីវិតគេបងប្អូនតែសូមផ្ញើទៅវាហងបងប្អូនបើវាបានឃើញជួយ share តគ្នាឲ្យវាបានឃើញហងបងប្អូននៅយើងនៅហួសបល័យប្រហែលជា20គីឡូ30គីឡូបងប្អូនវាមកឆាបយើងមកកុងតឺន័របងប៉ុនអាណីហើយឡើងវែងអាណីមិនខ្លីទៀតបងប្អូនសំណាងស្មារតីខ្ញុំរឹងបើស្មារតីខ្ញុំរឹងខ្ញុំភ្ញាក់ទៅកាច់ឆ្កូតចូលទៅมันងាប់បាត់ហើយបងប្អូនហើយអាងអីអាងឲ្យតកែក្រុមហ៊ុនវាមកដោះស្រាយខ្ញុំតាមវាទៅតាមវាតន់ប៉ុន្តែគាត់ថាខ្ញុំពិបាកកាន់កាមេរ៉ាថតពេកខ្ញុំឲ្យប្រពន្ធខ្ញុំកាន់កាមេរ៉ាថតតែវាអត់ថតឲ្យយើងបងប្អូនចឹងវីដេអូហ្នឹងវាផ្ដាំទៅឡានធំថាបើកបរឡានអីក៏ដោយត្រូវចេះមើលមុខមើលក្រោយកុំប្រមាថជីវិតគេពេកជីវិតគេក៏វាចង់រស់ដូចតែយើងដែរមិនមែនថាគេហ្នឹងក្រគេអត់មែនថាមែនគេក្រហ្នឹងមិនមែនថាគេមិនចង់រស់ទេ